ពេលខ្ញុំផុសសួរចេះបងប្អូនស្គាល់ខ្ញុំដោយសារអីខ្ញុំឃើញខមមិនលោតមកខ្ញុំស្គាល់ចែងដោយសារចែងលក់ផ្អែមអិនតនូអូយចាំទៀតណាខ្ញុំលក់ផ្អែមនឹងយូរខ្ញុំនិយាយមែនផ្អែមអិនតនូហើយខ្ញុំទៅឃើញអាពេលដែលខ្ញុំដូរទីតាំងថ្មីខ្ញុំធ្វើផ្អែមអិនតនូហ្នឹងហើយខ្ញុំចែកសន្តិសុខនៅខាងមុខផ្ទះចែកគេញ៉ាំមកសន្តិសុខថាចេះអូយផ្អែមដូចឆ្ងាញ់ម៉ែហើយអូយបើធ្វើលក់ដាច់មិនទៅហើយឆ្ងាញ់មកគាត់ថាគាត់អាចញ៉ាំផ្អែមអីឆ្ងាញ់អញ្ចឹងទេហើយប្លែកវាដូចជាផ្អែមទូទៅអាផ្អែមនេះផ្អែមបែបកែច្នៃហ៎វាពេលឆ្ងាញ់ណាស់ទាំងអស់គ្នាហើយរបៀបធ្វើអូខេឃើញពីខ្ញុំដាក់ក្នុងវីដេអូនោះអញ្ចឹងវាធំគ្រឿងច្រើនហើយការធ្វើវាធំច្រើនតង់ណាអញ្ចឹងណាហ្នឹងហើយប៉ុន្តែឆ្ងាញ់ណាស់អ្នកនរគ្នាហើយចង់រៀនក៏ខ្ញុំមានបរៀនដែរណាចាតនីឲ្យរសជាតិប្លែកបែបកែច្នៃតែវាប្លែកហ្មងធ្លាប់ញ៉ាំផ្អែមធម្មតាដូចញ៉ាំតៅស្រនឬក៏អីផ្សេងអីវ៉ាន់វារបៀបអូខេវាជាផ្អែមហ្នឹងប៉ុន្តែអាផ្អែមអិនតូបែបកែច្នៃឆ្ងាញ់មែនអ្នកនរគ្នាចូលរៀនអត់ style លុយទេនិយាយមែនណាប៉ុន្តែខ្ញុំអរគុណច្រើនណាបងប្អូនដែលគាត់ស្គាល់ខ្ញុំតាំងពីខ្ញុំលក់ផ្អែមអិនតូហ្នឹងមកយូរឆ្នាំហើយបងប្អូននៅតែស្គាល់ខ្ញុំតាមដានខ្ញុំតែអត់មានអីក្រៅពីអរគុណហើយខ្ញុំនិយាយមែនអរគុណសម្រាប់ការស្រឡាញ់អរគុណសម្រាប់ការតាមដានអរគុណសម្រាប់ការចូលចិត្តណាអរគុណមែនតើហ្មង